សួស្តីបងប្អូនថ្នាក់ទី11នៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកអ្នកនរគ្នាទាក់ទងទៅនឹងការកំណត់រូបមន្តម៉ូលេគុលរបស់ monoalkyl ឆ្អែតនិងការសរសេររូបមន្តស្ទើរលាតរបស់វាឥឡូវយើងមកធ្វើការអានប្រធានបទទាំងអស់គ្នាវិភាគ monoalkyl ឆ្អែត A1 រកឃើញថាមានកបោន 60% ទៅជាម៉ាស់កចូលកំណត់រូបមន្តរបស់ម៉ូលេគុល monoalkyl ឆ្អែតខាងលើខចូលឲ្យរូបមន្តស្ទើរលាតនិងឈ្មោះរបស់អាល់កុលខាងលើបើគេដឹងថាវាជាអាល់កុលថ្នាក់ទី2គេឲ្យកបោនស្មើនឹង12អុកស៊ីសែនស្មើនឹង16អ៊ីដ្រូសែនស្មើ1ឥឡូវបន្ទាប់ពីយើងធ្វើការអានធានលំហាត់នឹងហើយដល់យើងដឹងថាបំរាប់របស់គេនឹងគឺគេឲ្យភាគរយកបោនមក60%ហើយគេឲ្យយើងកំណត់ថាតើនៅក្នុងកបោន60%ហ្នឹងអាល់កុលហ្នឹងមានរូបមន្តម៉ូលេគុលរបស់វាហ្នឹងដូចបណ្ដេចហើយមួយទៀតគឺគេឲ្យយើងសរសេររូបមន្តស្ទើរលាតរបស់វាឲ្យគេដឹងថាវាជាអាល់កុលថ្នាក់ទី2ឥឡូវយើងមកដោះស្រាយលំហាត់របស់យើងទាំងអស់គ្នាកំណត់រូបមន្តម៉ូលេគុលរបស់ monoalkyl ឆ្អែតដោយអ្នកនរគ្នាបានរៀននៅក្នុងថ្នាក់រួចហើយហើយយើងដឹងថា monoalkyl ឆ្អែតគឺមានរូបមន្តគឺ CN H2N បូក1 OH ឥឡូវយើងមកទាញរូបមន្តសម្រាប់ធ្វើការកណនាបងប្អូនត្រូវចាំថាក្នុងលំហាត់របស់យើងណាគេចង់ឲ្យភាគរយកបោនក៏បានអ៊ីដ្រូសែនក៏បានអុកស៊ីសែនក៏បាននៅក្នុងរូបមន្តហ្នឹងតែដោយនៅក្នុងលំហាត់របស់យើងខាងលើគឺគេឲ្យភាគរយរបស់កបោនមកយើងអញ្ចឹងគឺយើងទាញរូបមន្តសម្រាប់កណនាហ្នឹងគឺចេញពីរូបមន្តទូទៅរបស់យើងអញ្ចឹងដល់យើងដឹងភាគរយកបោនយើងដាក់ភាគរយកបោនស្មើហើយកបោនរបស់យើងនេះខាងក្រោមនេះគឺមានចំនួនអតូមរបស់វាហ្នឹងគឺ n អញ្ចឹងយើងដាក់ n តើយើងដឹងភាគរយកបោនអញ្ចឹងឡើយនេះគឺយើងត្រូវដាក់ម៉ាស់ម៉ូលវាគឺម៉ាស់ម៉ូលកបោនបាទដោយយើងដឹងភាគរយរបស់វាគឺយើងត្រូវគុណនឹង100ចែកនឹងម៉ាស់ម៉ូលសរុបរបស់គឺ CN H2N បូក1 OH ដោយភាគរយរបស់កបោននៅក្នុងបាទប្រធានរបស់យើងគឺ 60% ហើយម៉ាស់ម៉ូលកបោនគឺយើងដឹងហើយបាទគឺ12ក្រាមក្នុង1ម៉ូលបន្ទាប់មកយើងមកកណនាម៉ាស់ម៉ូលរបស់រូបមន្តរបស់អាល់កុលរបស់យើងហើយកបោនរបស់យើងគឺដឹងហើយម៉ាស់ម៉ូលគឺវា12គុណ n 12n ហើយអ៊ីដ្រូសែនបាទគឺមានម៉ាស់ម៉ូលវា1ហើយមានចំនួន2បាទអញ្ចឹង1គុណនឹង2ហើយមាន n គឺកតា n បូកគឺចំនួន1បន្ទាប់មក O យើងដឹងហើយអុកស៊ីសែនហ្នឹងគឺ16បូកនឹងអ៊ីដ្រូសែនគឺ1បាទឥឡូវយើងធ្វើការកណនាទៅគឺយើងបាន 14n បូក18ក្រាមក្នុង1ម៉ូលបន្តមកទៀតយើងយកទាំងបំរាប់ទាំងអ្វីដែលយើងកណនាខាងលើហ្នឹងមកដាក់ចូលក្នុងរូបមន្តរបស់យើងគឺយើងបាន60បាទស្មើនឹង n គុណនឹង12គុណ100ចែកនឹង14n បូក18បាទបន្ទាប់មកគឺយើងយក60បាទមកគុណនឹងកតា 14n បូក18ស្មើនឹងកន្លែងនេះគឺយើងបាន12គុណនឹង100យើងបាន1200 1200គុណនឹង n យើងបាន1200n បន្ទាប់មកយើងធ្វើការកណនាតាមគណិតវិទ្យាទៅហើយយើងទារ n គឺយើងបាន1080ចែកនឹង360គឺយើងបាន n របស់យើងគឺស្មើ3ដូចនេះគឺយើងដឹងហើយបាទបន្ទាប់ពីយើងកណនា n ស្មើ3យើងអាចកំណត់រូបមន្តអស់ម៉ូលេគុលរបស់ឆ្អែតយើងបានហើយដោយយើងយក3ណាអ្នកនរគ្នាដើម្បីបាន C3H7OH ហ្នឹងគឺយើងយកនេះតម្លៃ3នេះទៅជំនួសកន្លែងរូបមន្តទូទៅរបស់យើងអញ្ចឹង n វាស្មើ3យើងបាន C3 ហើយនេះគឺយើងជំនួសឲ្យ3ដែរអញ្ចឹង2 3ដង6 6 6 7អញ្ចឹងយើងបាន H7 OH បាទអញ្ចឹងគឺយើងបានរូបមន្តម៉ូលេគុលរបស់វាហើយទំនួលខគឺគេឲ្យយើងសរសេររូបមន្តស្ទើរលាតរបស់អាល់កុលដោយនៅក្នុង C3H7OH ហ្នឹងឲ្យយើងសរសេរទម្រង់ជាអាល់កុលថ្នាក់ទី2ហ្នឹងបានរូបមន្តដូចម្ដេចអញ្ចឹងហើយនេះគឺជារូបមន្តរបស់អាល់កុលថ្នាក់ទី2បាទគឺ Air អង CH OH Air អញ្ចឹងយើងសរសេរណាយក C3H7OH ហ្នឹងឲ្យសរសេរចេញជាទម្រង់ Air អង CH OH Air ដែលជាអាល់កុលថ្នាក់ទី2អញ្ចឹងគឺយើងសរសេរបានបែបនេះណាយើងកបោនរបស់យើងគឺមាន3យើងសរសេរទៅគឺនេះកបោន1ហើយក្នុងរូបមន្តរបស់យើងកបោននេះ1ហើយអញ្ចឹងយើងនៅកបោនមួយទៀតគឺ Air របស់យើងនេះបន្ទាប់មកយើងមើល អ៊ីដ្រូសែនរបស់យើងទាំងអស់គឺមានចំនួន8ណា8នេះនេះ7ហើយនេះមួយទៀត8អញ្ចឹង exam របស់យើងកន្លែងនេះ1អញ្ចឹងកន្លែងនេះ3កន្លែងនេះ3យើងចែកគ្នាទៅបាទហើយកន្លែងនេះគឺ OH អញ្ចឹងយើងរាប់មើលដូចគ្នាវិញអត់អញ្ចឹងកបោនរបស់យើងគឺមានចំនួន3 1 2 3ដូចតែនឹងរូបមន្តម៉ូលេគុលហើយអាសរបស់យើងទាំងអស់មាន8បាទអញ្ចឹងយើងមើលខាងនេះ3បូកមួយទៀត4បូកមួយទៀត5បូកនេះ3ទៀតគឺ8បាទអូយើង1 1អញ្ចឹងដូចគ្នាហើយតើទៅរូបមន្តស្ទើរលាតនិងរូបមន្តម៉ូលេគុលរបស់យើងអញ្ចឹងសម្រាប់ឈ្មោះបាទរូបមន្តស្ទើរលាតរបស់យើងគឺប្រូប៉ាន 2L បាទអញ្ចឹងក្នុងការដោះស្រាយលំហាត់ខាងលើខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះបាទអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ